បាទយើងសួរបងប្អូនគ្នាសម្រាប់បងអត់តចេះកំណត់ក្បាល control របស់ទូកងដងណាអញ្ចឹងនៅក្នុងនេះខ្ញុំនឹងបង្ហាញតទៅមួយការកំណត់ step របស់វាទាំងអស់ហើយនេះគឺជា brand របស់ Samba ទេបងយកមកថ្មី complete មើលกระดาษនេះណាកុំចោលกระดาษ catalog របស់វាអញ្ចឹងទី1ទៅលើនេះដែលយើងចង់មើលណានេះតទៅវាដាក់មក2ឲ្យចេះអញ្ចឹង2បើសំភ្លឺខាងនេះមានន័យថាយើងមកជួខាងនេះបាទយើងអាចតម្លាក់ down up របស់វាមកវានឹងឃើញលូតបែបនេះឃើញបាទតតងចុងនេះត្រូវរបស់វានៅជួរខាងហ្នឹងអញ្ចឹងណានេះតម្លាក់មើលទៀតបានហើយបើសិនជាយើងចង់មក setting មកវាខាងនេះអញ្ចឹងយើងមើលទៅលើមិត្តញួររបស់វាយើងអាចចុច set រហូតមកវានឹងលូតមកខាងហ្នឹងហើយបាទនេះឃើញទេវាលូតមកខាងហ្នឹងអញ្ចឹងយើងចាប់ដើមមើលអក្សរមកជួរខាងនេះគេដាក់ថាម៉េចបាទជួរខាងនេះអញ្ចឹងឥឡូវនេះគឺសម្គាល់ទៅលើ CT របស់វាគឺយើងចែកជាមួយនឹងចែកនឹង5អញ្ចឹងបើថា CT 100យើងដាក់20ទៅហើយយើងតម្លាក់មកទៀតតម្លាក់បន្តតើតោមួយអាក្បាល controller នេះមានមុខងារនេះមួយសំខាន់មែនតើជាមួយទៀតខ្ញុំបង្ហាញឲ្យណាបាទអញ្ចឹងយើងចង់កំណត់មួយណាយើងតម្លាក់ទៀតមកនេះបាទតើនេះតើតោមួយកោសនេះគឺថាយើងចង់ឃើញមកប៉ុណ្ណឹងយើងចង់កំណត់វាបន្ថែមយើងចុច set មកតង់មកវាអាចសេរីបាននេះឲ្យវាលុតភ្លើទៀតបាទលុតភ្លើបែបនេះអញ្ចឹងយើងអាចតម្លាក់ឡើងបានបាទឃើញទេនេះអាចតម្លាក់ឡើងបានអញ្ចឹងខ្ញុំកោសវាគឺខ្ញុំយក96ទេយើងចង់បានជាប់យើងចុច set មួយទៀតមកឲ្យវាជាប់ភ្លើងបែបនេះអញ្ចឹងប៉ុណ្ណឹងគឺអូខេហើយយើងបន្តទៅ step មួយទៀតទៅប៉ុន្តែមួយ step ទៅមួយ step វាអានេះគឺវាអូតូហើយអញ្ចឹងយើងមិនបាច់ចាំទៅ set វាច្រើនទេយើងយកតាមទៅវាមកយើង set តា CT វាទៅបានហើយអានេះណាហើយតើតងជាមួយចង់ត្រឡប់មកវិញយើងឃើញលុតបែបនេះយើងចុចខ្វែងមួយសិនមកឲ្យវាលុតមកបែបនេះសិនអញ្ចឹងអានេះវាមកងារវិញហើយតើតងមួយ step អានេះដើរ6 step បើសិនជាយើងចង់ឲ្យដើរតែមួយ step ឬ2 step អីយើងមើលនៅលើនេះវាបង្ហាញដែរនេះឃើញអត់ up បូក ESC នេះ up បូក ESC អញ្ចឹង5 second យើងចុច hold តាមវា5 second មកបាទវានឹងបង្ហាញតើតងមួយនេះ step ឃើញខ្ញុំ5 step ឬក៏យើងចង់បើក2 step 3 step ឯបានលើនេះអញ្ចឹងណាអញ្ចឹងអានេះគឺរបស់ខ្ញុំតែ5 step ឯនេះ5 step អញ្ចឹងខ្ញុំបើកទៅ5 step ឯចាក់ស្អែករបស់វាមាន6អញ្ចឹងយើងបើកទៅ5មកបានហើយយើងចុច set មួយមកជាប់5 step អានេះវាលោតបែបនេះដោយសារតែយើងអត់បានភ្ជាប់ CT វាអញ្ចឹងវាលុតសញ្ញាដកហើយបើសិនយើងភ្ជាប់រួចរាល់ហើយយើងចង់តេស្តទៅលើ manual ថាដើរឬក៏អត់អញ្ចឹងណាអញ្ចឹងយើងមើលនៅលើរបស់វានេះទៀតបាទលើនេះរបស់វាណាដើម្បីអាច auto ឬ manual បាននេះកន្លែងនេះឃើញទេនេះដាក់សញ្ញាឲ្យលើនេះវាមានmood auto និង manual អញ្ចឹងយើងហៅ mood របស់វាមកនេះ mood របស់វាបញ្ជាក់ឲ្យលើនេះឃើញតង់ IC 5នាទីវាចេញ mood អញ្ចឹងយើងសង្កត់តាមវាមកចុច mood ឲ្យជាប់អូខេ5 second នេះវា load ឲ្យអញ្ចឹងយើងតម្លាក់មកបាទតម្លាក់មកឲ្យវា auto នេះឃើញទេវាធ្លាក់មកខាង manual ហើយឃើញមក manual ហើយយើងចុច set មកតង់មកចូល manual ហើយនេះអញ្ចឹង manual យើងចង់តេស្តមើលថាវាដើរឬក៏អត់អញ្ចឹងយើងអាចចុច step បានយើងទៅលើ step 1នេះទី1អញ្ចឹងកងតាក់តើយើងវាយ1កងដងយើងវាយ1បាទ2 3 4បាទឃើញតែ5ឯងតែសារអីយើងបើកយកតែ5 step វាឲ្យវាយដល់6ឯងតែសារមកយើងបើកដល់5ណាយើងដកវិញនេះបាទទៅវិញហើយអញ្ចឹងយើងបានហើយយើងចង់បានអូតូវិញយើងចុច mood វិញមក5 second មកឲ្យវារត់ទៅអូតូវិញបាទនេះយើងយកមកនេះអូតូវិញយើងចុចមួយទៀតមកជាប់ប៉ុណ្ណេះអូតូហើយមុខងារសំខាន់បំផុតនៅលើក្បាល controller នេះណាតើតងមួយក្បាលនេះគឺវាអាច record តើតងមួយតនន័យកងដងរបស់យើងទាំងអស់វាអាចស្គាល់ថាកងដងរបស់យើងហ្នឹងគ្រាប់ណាប្រមាណខ្វាគ្រាប់ណាប្រមាណខ្វាដូចថាគ្រាប់នេះប្រមាណខ្វាគ្រាប់ទី2ប្រមាណខ្វាគ្រាប់ទី3ប្រមាណខ្វានៅពេលដែលវា connect គ្នាហើយវាស្គាល់គ្នាហើយនៅពេលដែលទៅការប្រើគឺវាហៅតែម្ដងលក្ខណៈថាបើថាភ្លើងយើងស្ទង់ពេទៅវាត្រូវ10ខ្វាវាវាយ10ខ្វាចូលមកវាអត់វាយ5ឬក៏អត់15ឲ្យទេវាអត់វាយតាម step ណាមានន័យថាវាស្ទង់ពេយកតែម្ដងបើសិនជាវាស្ទង់ទៅឃើញថាខ្វះ10ខ្វាឬក៏15ខ្វាគឺវាវាយគ្រាប់នឹងឲ្យទៅតែម្ដងអញ្ចឹងណាហើយដើម្បីអាចបើកមុខងារនឹងបានមុខងារ save mood របស់វាអូតូនឹងបានណាបងមើលនៅលើ step ទី2នេះអញ្ចឹងយើងចុច set ឲ្យជាប់មកឲ្យវាលោតមកដល់កន្លែងនេះយើងចុចអានេះកំណត់ CT យើងយកកន្លែងនេះវាមាន step របស់វាអញ្ចឹងយើងដាក់ឲ្យវាអូតូសិនបាទនេះយកសិនមកនេះចុច set មួយជាប់នេះលោតភ្លើផ្លែតអញ្ចឹងយើងដាក់នេះ step 1 step 2 step 3 step 4 5អញ្ចឹងយើងចុចមួយទៀតវាចេញ all នេះ
មានន័យថាយើងឲ្យវា select control របស់យើងទាំង5 step ដើម្បីវាស្គាល់ថា step ណាមានតម្លៃប្រមាណខ្វាអញ្ចឹងណាតែដល់ពេលដែលតេស្តហ្នឹង complete បិទ discounter load របស់ប្រើផងដាក់ទៅទូនឹងមួយបានហើយដើម្បីវាស្ទង់អំពែទៅត្រូវរបស់វាអញ្ចឹងណាអញ្ចឹងយើងចុច set មកវានឹងដំណើរការទៅ auto ឃើញនេះវាដាក់ step ទី1វាវាយឲ្យ step ទី1ហ្នឹងវានឹងបង្ហាញថាតម្លៃខុងដងហ្នឹងប្រមាណខ្វាតែនេះខ្ញុំអត់បើកទេណាដោយសារតែភ្លើងខ្ញុំទៅ10 ampere ហើយភ្លើង mono បើសិនខ្ញុំបើកគឺ discounter load ដែលឃើញកន្លែងនេះវាជាក់ស្ដែងវានឹងបង្ហាញជាតម្លៃ kVA ជាទូកងដងហ្នឹងថាប្រមាណខ្វាប៉ុន្តែនេះវាលោត00មើលសារទូកងដងមកនៅខាងក្នុងគឺខ្ញុំបិទហើយខ្ញុំអត់បើកទេបើសិនជាបើកតែអត់កើតទេតែទៅលោតបិទមកនេះឃើញវាលោត00ហើយកន្លែងហ្នឹងបើសិនជាយើងបើកតែជាក់ស្ដែងវានឹងលោតបង្ហាញថាកងដងហ្នឹងប្រមាណខ្វាហើយវានឹង save អត្តន័យដែលវា search បានហ្នឹងវានឹងទុកដល់ពេលយើងប្រើជាក់ស្ដែងគឺវាវាយយកតែម្ដងអានេះណាបាទនេះ step ទី4ជាមួយខ្ញុំបង្ហាញក្នុងតិចថាខ្ញុំបិទត្រង់ណាបានវាអត់ស្គាល់តកតងមកហ្នឹងណាថាខ្ញុំបិទតកតងមួយ discounter ប្រភពដោយសារខ្មោចកងដងវាយបើកងដងវាយទៅភ្លើងខ្ញុំលោតហើយព្រោះខ្ញុំនៅបន្ទប់នេះគឺទូចមែនតែនភ្លើងណានេះ step ទី5បាទវាវាយ auto ទាំងអស់អានេះវា search ហើយវា save អត្តន័យហ្នឹងណាអញ្ចឹងមុខងារហ្នឹងសំខាន់មែនតែនហើយតកតងមួយ micro អីផ្សេងៗក៏ឃើញមានមុខងារហ្នឹងដែរនេះរបស់ Samba ទេបាទនេះដល់99ខ្ញុំមក auto វិញអញ្ចឹងនេះនៅខាងក្នុងខ្ញុំបិទកន្លែងនេះឃើញខ្ញុំបិទអានោះបិទហើយអញ្ចឹងវាវាយអត់ស្គាល់កងដងថាកងដងហ្នឹងប្រហែលខ្វែដោយសារអីយើងអត់បើកភ្លើងប្រភពឲ្យវាចូលណាបើថាបើកចូលគឺវាយ discounter load ហើយអញ្ចឹងអត់ទេហើយប្រភេទ conductor យើងប្រើប្រភេទ conductor ប្រភេទនេះមកវាល្អជាងវាស្តង់ដារជាងអញ្ចឹងណាបាទអញ្ចឹងនៅក្នុងទូនេះខ្ញុំគិតថាមានតែប៉ុណ្្នឹងទេវាដូចធុងវែងពេកហើយអញ្ចឹងអរគុណច្រើនបងប្អូនអ្នកគ្នា